វីដេអូនេះសម្រាប់ការបង្កើត Code Transfer ជាដំបូងយើងចូលទៅក្នុង Quick Access បន្តមកទៀតជ្រើសរើសយកពាក្យ Create Code Transfer បន្តមកទៀតបំពេញលេខ Code Transfer បន្ទាប់មកជ្រើសរើសថ្ងៃខែជ្រើសរើសឃ្លាំងដែលចង់ Transfer ពីឃ្លាំង Default Warehouse ទៅកាន់ឧទាហរណ៍ជាផ្សារចុងសប្តាហ៍បន្តមកទៀតចុចកន្លែង Add Line រួចជ្រើសរើស item ដែលចង់ transfer ទៅកាន់ warehouse នោះឧទាហរណ៍ Coca-Cola បន្ទាប់មកសរសេរ description ជ្រើសរើសខ្នាតជា cash ឬក៏ជា X និងចំនួនដែលចង់ transfer ចុចកន្លែងសញ្ញាបូកដើម្បី add item ផ្សេងៗទៀតបំពេញ memo រួច save ឬក៏ save as new ឬក៏ post យកតែម្ដងចំពោះកញ្ចប់$45ត្រូវការឆ្លងកាត់ approval process ដូចនេះការ create code transfer បានរួចរាល់